កូនត្រូវដឹងថាធัวរមែងរក្សាឲ្យយើងមានសេចក្តីសុខតែធัวនឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធัวទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅបរិភោគនៅអាហារនោះទេយ៉ាងណាមិញធัวក៏យ៉ាងនោះដែរបើយើងមិនយកមកបប្រតិបត្តិទេធัวក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមាននៅសេចក្តីសុខសេចក្តីចម្រើនទៅបាននោះក៏ព្រោះតែយើងបានបប្រតិបត្តិនៅធัวនឹងឯងធัวជារបស់ចាំបាច់ដល់ក្រៃលែង